Dạ, OK, 앞នេះថ្ងៃនេះខ្ញុំសូមណែនាំបន្តិចអំពីមេរៀនរបស់យើងឯកសាររបស់យើងនេះទៅជា handout របស់យើងណាបាទអញ្ចឹងវាសំខាន់បាទសូមអ្នកនរគ្នាត្រូវតែតាមដានមើលបាទអញ្ចឹងគឺមានតាមunitជាក់ស្ដែងឥឡូវនេះគឺមាន3មេរៀនហើយបាទមេរៀនទី1ទី2ទី3បាទដែលមេរៀនទី1របស់យើងគឺ gathering ទៅក្នុងនេះគឺមានពាក្យបាទពាក្យសំខាន់ៗណា vàពាក្យសំខាន់ៗដែលបែងចែកតាមថ្ងៃតាមប្រធានបទរបស់វាបាទទៅណាពាក្យមានច្រើនដែរ100ជាងអញ្ចឹងសូមអ្នកនរគ្នាមើលទី1គឺមើលពាក្យគ្រឹះហ្នឹងឧទាហរណ៍ថាបាទ audience បាទ audience អញ្ចឹងយើងមានពុនពាក្យ symbol ស្រាប់នៅក្នុងហ្នឹងចំណុចណាដែលយើងអត់យល់អីអំពីកម្មវិធីសំឡេងយើងអាចឆាតសួរបន្ថែមបាននៅក្នុងវីដេអូនេះតែម្ដង ឬក៏នៅក្នុងវីដេអូនេះយើងមាន Telegram យើងអាចភ្ជាប់ជាមួយបានដែរយើងចូលមកទៅឃើញហើយតើហើយមានអត្ថន័យរបស់ពាក្យហ្នឹងហើយការបកប្រែបាទហើយក៏មានឧទាហរណ៍មួយមកផងដែរឧទាហរណ៍មកចុងទៅនេះឯងបាទចឹងណាអូខេបាទហើយមើលពាក្យសំខាន់ទាំងឡាយបាទចាប់ពីលេខ1រហូតដល់លេខចុងក្រោយហ្នឹងតាមប្រធានបទតាមអីហ្នឹងទៅបាទយើងមើលបាទមើលទៅណាបាទ អញ្ចឹងមេរៀនទី1មេរៀនទី2មេរៀនទី3មិនតខុសគ្នាប៉ុន្មានទេគឺបែងចែកតាមប្រភេទពាក្យតាម section នៅក្នុងសៀវភៅមេរៀនរបស់យើងអញ្ចឹងណាបាទឲ្យនិយមន័យអីផ្សេងៗឲ្យជា symbol បាទឧទាហរណ៍អីហ្នឹងបាទអញ្ចឹងណាយើងខ្ញុំសូមចំណាយពេលមើលជាមួយអឺបាទឥឡូវឧទាហរណ៍ថានេះបាទយើងមើលយើងត្រូវរកមើលបាទឯកសារតាម topic នេះ unicorn unit 2 unit 3ពាក់ព័ន្ធជាមួយពាក្យបាទយើងរើសឥឡូវបើយើងចង់មើល unit 2យើងចុចលើ unit 2ទៅបាទអញ្ចឹងវាចេញ unit 2មកហើយនេះ unit 3បាទអញ្ចឹងណាបាទអញ្ចឹងរំលងដូចគ្នាទេមួយទៀតសំខាន់ខ្លះមែនទែនគឺនេះគឺជាសំណួរត្រៀមសម្រាប់ការប្រឡងរបស់យើងជាក់ស្ដែងគឺប្រឡង midterm ឥឡូវនេះយើងនៅប្រឡង midterm នៅសប្តាហ៍ទី2នេះហើយបាទអញ្ចឹងសំណួរនេះគឺជាសំណួរ multiple choice question ទាំងអស់បាទយើងបាទអញ្ចឹងជម្រើសមាន A B C D បាទបញ្ញាបាទអញ្ចឹងមានចាប់ពីមេរៀនទី1ទី2ដល់ទី3បាទទី1ទី2ទី3ណាអូខេអញ្ចឹងយើងមើលតាមហ្នឹងបាទហើយសំណួរទាំងអស់នេះគឺសុទ្ធតែមានបាទចម្លើយឲ្យទាំងអស់បាទណាបាទគឺសន្លួមអំពីពាក្យគន្លឹះយើងត្រូវយល់អំពីនយោបាយពាក្យគន្លឹះនៅក្នុងហ្នឹងបាទសំណួរពាក្យកន្លឹះមាន50ហើយសំណួរអំពីការយល់ដឹងអំពីខ្លឹមសារក្នុងមេរៀនរបស់យើងហ្នឹងគឺ50ដែរបាទចឹងណានេះគឺជាចម្លើយនេះបាទយើងឆែកមើលខ្លួនឯងទៅចម្លើយណាបាទឆែកមើលតាម item នីមួយៗហើយចម្លើយទៅលើ fear ចម្លើយទៅលើបាទនេះ comprehension question ក៏មានដែរតាមានដែរនៅបានមានទៅទៅdia này để hay ta và ba lại បាទអញ្ចឹងមានទាំងអស់ចម្លើយអញ្ចឹងយើងឆែកមើលខ្លួនឯងទៀងទាត់មួយខែទៅបាទនេះchapter នេះ unit 2រហូតដល់ unit 4បាទក៏មានណាបាទនេះឃើញទេបាទចម្លើយអូខេ I did you again. And it's sending that day. ពេកបងតើសូមមើលបាទណាបាទអូខេបាទនេះគឺ unit 2 unit 4ខ្ញុំដាក់ចូលលើទៀតแล้วបាទសូមអត់អីទេយើងនឹងមានដល់ក្រោយណាបាទហើយសូមបញ្ជាក់ទៅលើថាតើ comprehension វា cover លើអីនេះខ្ញុំសូមបង្ហាញតិចបាទឧទាហរណ៍ថា unit នេះunit plan
nhìn đi na cái đó về bênផ្នែក ដូចគ្នាទេបាទនេះណាសម្បើណាគឺតើតើជាមួយនឹង rule series concepts បាទទាំង ឡាយណានៅក្នុង unit មួយហ្នឹងឯងអញ្ចឹងយើងពាក់ព័ន្ធយើងនឹងមានដែរបាទអូខេសូមមើលចាប់ពីដើមរៀនមកវាហើយវាបាទ unit 2យើងចង់បាទអញ្ចឹង unit 2នេះតើកន្លែង comprehension ណាគឺវានឹងផ្ដោតទៅលើផ្នែកណាដែលយើងគួរមើលបាទយើងអត់មើលទៅលើវាអត់បដោតទៅលើសកម្មភាពធ្វើលំហាត់ធ្វើអីទេអត់ក្រោតទៅលើការការធ្វើ exercise នៅក្នុង listening ឬក៏ក្នុងreading អីណាទេអត់ទេបាទប៉ុន្តែវាស្ដោតទៅលើបែបនេះហើយគេហៅថាជាអ្វីដែលយើងអាចយល់ដឹងអំពីវាបានគឺជា series ជា rule ដែលជានេះហើយបាទគាត់ថាគឺ critical thinking skill ណាអញ្ចឹងcomprehension question គឺនឹង cover ទៅលើចំណុចចឹងបាទបើខំពី idiot បាទអូខេបាទនេះក៏តាក់ក្តៅដែរ critical thinking skill ក៏ចូលដែរហើយបើចំណុចណាមានវេយ្យាករណ៍ក៏ចូលដែរវេយ្យាករណ៍ណាយើងបាទឲ្យតែចំណុចណាដែលជាបញ្ញត្តិជាខ្លឹមសារជាទ្រឹស្ដីណាជា rule បើវេយ្យាករណ៍គឺជា rule ដែរបើវេយ្យាករណ៍គឺចូលដែរបាទហ្នឹងហើយឬក៏ technique អីផ្សេងណាបាទនេះទៅចូលដែរនេះបាទនេះ language development នោះទៅចូលដែរអានេះចូលក្នុង comprehension question ហើយណាយើងក៏មើលនឹងដែរនេះបាទគឺយើងឧទាហរណ៍ prepositional phrases បាទនោះចូលដែរណាយើងត្រូវត្រៀមចឹងហ្នឹងហើយ我講定粒一個得俾有個波會辦啦，誒隻波， អូខេនេះទៅចូលដែរនេះ pronunciation skill ណាវាជា technique បាទ identify the linking or and បាទនេះចូលឲ្យទៅមើលហ្នឹងឲ្យយល់ហ្នឹងឲ្យចាំឲ្យយល់ណាបាទនេះក៏ចូលដែរ speaking skill ស្អីវាគឺជារបៀបគឺជា technique ក៏ how to move something គឺ skill ហ្នឹងវាចូលដែរបាទហ្នឹងក៏ចូលក្នុង comprehension question ដែរនិយាយចឹងហ្នឹងបាទតែប្រអប់ហ្នឹងយើងខំទៀតបាទអានេះក៏ចូលដែរនេះបាទនេះក៏ចូលដែរបាទនឹងអាចនឹងចូលក្នុង comprehension question ហ្នឹងវាជា series ជា rule មកយើងបាទណាខ្ញុំសូមណែនាំប៉ុណ្ណឹងអូខេនេះពាក់ព័ន្ធជាមួយនឹងអ្វីយើងគួរទៅមើលសិក្សាស្រាវជ្រាវបន្ថែមបាទទៅលើពាក្យ clear អីផ្សេងបាទមកយើងណាហើយនឹងលំហាត់ដែលយើងគួរចូលទៅដោះស្រាយមើលឲ្យត្រៀមណាបាទគឺ midterm យើងចេញមេរៀនទី1ហើយនឹងទី2បាទទី1ទី2ទេ midterm យើងទី1ទី2ណាសម្រាប់លំហាត់គឺ preparation បាទនេះវាយើងបាទអញ្ចឹងmidterm យើងវាចេញតែពីមេរៀនហ្នឹងទេបាទ preparation បាទនេះ preparation for exam គឺមានពីរមេរៀនគឺ unit 1 unit 2បាទនេះគឺសម្រាប់អ្វីដែលត្រៀមនៅក្នុងនេះក៏ប៉ុន្តែមានន័យថាក្នុងនោះយើងក៏មាន listening ដែរបាទ listening ណាមានថាគឺយើងនឹងស្ដាប់មានសម្លេងយើងស្ដាប់នៅក្នុងហ្នឹងហើយយើងនឹងត្រូវជ្រើសរើសយក A B C D ដូចគ្នាដែរបាទហើយសួរថាតើលំហាត់ listening ដកចេញមកពីណាគឺខ្ញុំនឹងដកស្រង់ចេញទាំងស្រុងពីអ្វីដែលយើងរៀនរួចហើយហ្នឹងទៅយើងបាទអញ្ចឹងផ្នែកណាខ្លះ listening បាទណាឲ្យតែផ្នែក listening យើងត្រៀមទៅណាបាទយើងត្រៀមទៅណាឧទាហរណ៍ថាបាទ listening 1នេះបាទណាបាទអញ្ចឹងខ្ញុំនឹងដកស្រង់លំហាត់ចេញពីហ្នឹងមករៀបឲ្យទៅជា multiple choice question ឲ្យយើងធ្វើបាទណាជាពិសេសបើសិនជាផ្នែកណាដែលជា listening exercise ហើយមានជា multiple choice question ហើយស្រាប់បាទអាហ្នឹងគឺច្រើនមើលនឹងឲ្យច្រើនទីគេទៅណាវាអាចមានតែម្ដងណាបាទអូខេបាទមើលឲ្យតែផ្នែក listening យើងត្រៀមណាយើងពីចម្លើយមកស្ដាប់មើលទៅបាទហើយចម្លើយនៅក្នុង Google document វាខ្ញុំបានដាក់ឲ្យចូលហើយណាយើងចូលមកណាបាទ
មានទាំង script មានទាំងចម្លើយអស់ហើយយើងចូលមើលទៅណាបាទត្រង់ថា item ដែលយើងនឹងចេញគឺវាមានភាគរយបាទអាច1/4នៃអ្វីទាំងអស់ដែលខ្ញុំឲ្យយើងត្រៀមមើលហ្នឹងឯងបាទអញ្ចឹងណាបាទឧទាហរណ៍ថាយើងមាន200 item បាទអញ្ចឹងអាចនឹងចេញបាទអាចនឹងចេញ50អីទៅប្រហែលជាមិនដល់ផងបាទអត់ដល់ទេបាទអត់ដល់1/4ផងបើទៅណាបាទนั่นแหละអត់ដល់ទេអូខេអញ្ចឹងមានអីឆ្ងល់យើងអាចសួរបន្ថែមបានណាបាទអរគុណច្រើនDạ sao?